បើចង់ច្បាច់ដោះគេសុំគេធំត្រូវក៏មកផ្ទះគេឲ្យច្បាច់ដោះគេខ្លាំងលក្ខណៈថាគេមិនដឹងអញ្ចឹងណាព្រោះខ្ញុំស្រីបាទគាត់នឹងបាយដោយសារតែលទ្ធផលច្បាច់ដោះខ្ញុំកហ្មងរៀងឲ្យបងអើយម៉ែខ្ញុំតែចែកគេខ្ញុំមកជួបមនុស្សលទ្ធផលមិនបងលទ្ធផលមិនលទ្ធផលច្បាច់ដោះគេហ្នឹងហើយបងហើយឥឡូវបងឯងមើលខ្ញុំថាខ្ញុំហ្នឹងលក្ខណៈថាខ្ញុំឥឡូវគាត់ថាក្បាលបាយហ្នឹងបាយដោយសារតែលទ្ធផលច្បាច់ដោះគេច្បាច់ដោះខ្ញុំឥឡូវខ្ញុំសួរវិញថាចេះខ្ញុំហ្នឹងជាមនុស្សស្រីស្រឡាញ់ស្រីមែនតែទាំងប្រុសតែខ្ញុំលេមិនរួចផងនេះហើយគេក៏លេខ្ញុំអត់រួចដូចគ្នាព្រោះខ្ញុំអត់មានអីឲ្យគេបងពីអស់ខ្ញុំតែបានទីលេរួចអត់អត់ទេខ្លាចបានបងខ្លាចបានទៀតចាំវាប៉ុណ្ណឹងណាឥឡូវទៅប៉ូលីសដើម្បីឲ្យសមត្ថកិច្ចគាត់ធ្វើការមកបងជួយទៅប៉ូលីសទាំងអស់គ្នាតែប៉ូលីសសិនហើយដើម្បីឲ្យគេវាកកអស់បងវាបែកក្រោយខ្ញុំឲ្យបងនៅទៅបើក7មើលឲ្យគាត់ថាបងអើយបែកខ្លាំងហ៎បងនេះមើលតិចមើលអត់អីទេបែកគាត់ថាបែកបើឈាមបញ្ញាអនុញ្ញាតបានទេបងមកខាងទៅពាក់ម៉ាស់ពាក់អីតែយកត្រូវអីបងហាអូនញ៉ាំបងមានអីបងមកថ្ងៃចូលមកធ្វើម៉េចខ្ញុំថាថ្ងៃចូលមកងាប់មកថ្ងៃច្បាច់ដោះអញថ្ងៃហ្នឹងថាតែមិនម្ដងហើយហើយក្នុងកាបូបវាណាពួរបងអូនឥឡូវណៃស្ដាប់បងសួរមួយគាត់ចូលមកដល់ក្នុងបន្ទប់របស់បងអូនហ្នឹងតើគាត់ធ្វើសកម្មភាពច្បាច់ដោះបងអូនប៉ុនបងធ្វើយ៉ាងម៉េចខ្លះបានដល់ថ្នាក់គាត់បាច់ក្បាលហ្នឹងបងហ្គេនស្បឺមើលវិយាទេអូចឹងក្បាលគាត់បាច់ដោយសារកំពុងស្រាបៀងហ្គេនស្បឺមិនហ្នឹងចាខ្ញុំអស់ចាញ់ទៅវាយជាមួយមកណៃជួយបញ្ជាក់មើលណៃកាន់តាំងតោគម្រាមគាត់យ៉ាងម៉េចទៅពេលដែលគាត់បៀតហ្នឹងអាហ្នឹងខ្ញុំគាត់កាន់ចលោទៅក្រោយមិញនេះទេនេះអូនណៃកាន់ធ្វើម៉េចអូនកាន់ធ្វើម៉េចឲ្យបញ្ជាក់មកតិចមើលថាថ្ងៃតែអានេះកាន់ដបងអត់ដឹងថាធ្វើមិនទេក៏បោះចោលនៅលើហ្នឹងសិនទៅហើយដល់ពេលហើយងរ៉ែរអត់ឃើញទៀតឃើញតាំងតោកាន់តាំងតោបដោយទៅមិនដឹងធ្វើអីទេងាប់ទៅជីវិតមួយដូចគ្នាខ្ញុំហ្នឹងក៏ទាញគាត់អញ្ចឹងខ្ញុំទាញគាត់អញ្ចឹងបងខ្ញុំទាញគាត់អញ្ចឹងខ្ញុំសួរថាបងឯងប្រម៉េចមកវាយខ្ញុំអីខ្ញុំហ្នឹងឥឡូវបងឯងមេផ្សួរប្រិយមិត្តតែនិយមតាមដានរាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានវិទ្យុនៅគណៈវិទ្យាល័យម៉ោងប្រមាណ5 ទៀសភ្លឺថ្ងៃទី24 ខែកក្កដាឆ្នាំ2026មានករណីដែលភ្ញាក់ផ្អើលមួយទៀតហើយដោយប្អូនស្រីម្នាក់បានរាយការណ៍ទៅខាងអង្គភាពរបស់យើងឲ្យមកជួបផ្សព្វផ្សាយនៃករណីគេបៀតបៀនផ្លូវភេទរបស់គាត់បាទឥឡូវយើងចង់ដឹងថារឿងនេះវាដំណើរតាមតងទៅជាយ៉ាងណាយើងទៅជួបនឹងជនរងគ្រោះទាំងអស់គ្នាមូលហេតុអីបានជាស្ត្រីខាងលើហ្នឹងគាត់មកដល់បន្ទប់ប្អូនហើយធ្វើការបៀតបៀនទៅលើរាងកាយរបស់ប្អូនហើយក៏កើតទៅជាចំនួនឈានដល់ហឹង្សា3ក្បាលរបស់គាត់ហ្នឹងបងគាត់សុំបងខ្ញុំជូនមកតែដល់ពេលហើយពេលគាត់ជូនមកពេលខ្ញុំចូលបន្ទប់ទឹកហៀបនឹងថាលៀងខ្លួនលៀងអីគាត់ចាប់ផ្ដើមបញ្ចេញសកម្មភាពហ្នឹងមកគាត់ធ្វើមិនអូនគាត់លក្ខណៈថាច្បាច់ដោះខ្ញុំច្បាច់អីហ្នឹងដល់ពេលហើយខ្ញុំទៅខ្ញុំក៏គិតថាអូដល់អត់ស្រួលទេខ្ញុំអត់មិនបានហ្គេនស្បឺនឹងជាប់ដៃដាក់បដ ாய் ទៅទុកអត់ជាប់ក្នុងកន្ទប់ទុកអត់ជាប់ផាំងបែកនឹងបែកហ្គេនស្បឺបែកក្បាលនេះមិនដឹងទេអូអញ្ចឹងមានន័យថាកំប៉ុងហ្គេនស្បឺ3កំប៉ុងដែលស្រាបៀននៅពេញហ្នឹងគឺនายយកបែកក្បាលគាត់ហ្មងចាខ្ញុំវាយដោយសារខ្ញុំការពារសុខភាពខ្លួនខ្ញុំកំប៉ុងស្រាបៀនហ្គេនស្បឺរួចអត់អស់ចិត្តក្បាលគាត់ឈាមហើយបងឯងទាញតាំងតោមកសម្រុតគម្រាមគាត់ទៀតអត់ទេអាតាំងតោហ្នឹងទៅតែបងចិត្តមកដល់ទេមុនហ្នឹងណាបងបលិសបានបងបលិសហ្នឹងមកគាត់បានបងបលិសហ្នឹងមកនេះបានអូនពីណានេះខ្ញុំស្រែកឲ្យជួយផងថាស្រែកជួយផងជួយហៅបលិសផងជួយអីផងតែបលិសនៅខាងហ្នឹងខ្ញុំនិយាយតាមត្រង់ណា2ដងហើយដែលខ្ញុំមានភាពបដងណាគេធ្វើបាបខ្ញុំគេអត់មានបានគាត់មានបានអីមកវិញទេបងអត់មានបានអីមកវិញសោះហើយខ្ញុំរកខាងសវត្ថិភាពណាអីណាគាត់ដឹងថាហ្នឹងវល់អស់ហើយម្នាក់ឯងតែពេលឲ្យបានពីដល់ប្តីប៉ុនជួយចុះឥឡូវអូនឯងមានអីសំណុំពរទៅកាន់សមាជិកតាមរយៈព័ត៌មានឲ្យបងផ្សាយនេះខ្ញុំចង់សំណុំពរថាសមាជិកបើសិនជាធ្វើការជួយធ្វើការឲ្យវាសមនឹងច្បាប់ឲ្យសមនឹងថាកុំគិតថាស៊ីសនុកសុកប៉ាន់ឬមួយក៏អ្វីផ្សេងបងធွာបងធွာមិញបងធွာបងធွာមានវីដេអូទៀតខ្ញុំមានវីដេអូទៀតចុះឥឡូវហ្នឹងបងឯងប្តឹងគាត់អត់បងចាខ្ញុំគ្រាន់តែចង់ដាក់ទោសគាត់ឲ្យតាមច្បាប់ឲ្យបងចង់ប្តឹងឬចង់បានអីពីគាត់ខ្ញុំអត់ចង់បានបងឯងប្តឹងអត់តើប្តឹងមកសមាជិកគេធ្វើការតែបងឯងអត់ដាក់ពាក្យប្តឹងទេសមាជិកគេអត់ធ្វើការឲ្យទេខ្ញុំចង់ប្តឹងឲ្យគាត់ជាប់តាមប្រធានការដែលគាត់ធ្វើមកដាក់លើខ្ញុំបងឯងប្តឹងគាត់ពីបទអីដែរបទបៀតបៀនផ្លូវភេទគាត់បៀតបៀនផ្លូវភេទអូនឯងហ្មងបងច្បាច់ដោះនៅក្នុងបន្ទប់ទឹកហ្នឹងមកបៀតបៀនផ្លូវភេទទេអត់ណាក្នុងបន្ទប់យើងទៀតចុះឥឡូវនេះអូនឯងប្តឹងណាបងណាចាចឹងឥឡូវនេះបើប្តឹងសមាជិកគាត់ធ្វើការណាបងណាចាបាទចឹងមានតែប៉ុណ្្នឹងទេបងណាចាអស់ហើយណាអូនឯងកេនសបឺអូនឯងមិញមុតល្អបងខ្ញុំគាត់ថាចេះខ្ញុំនៅតែសម្រួលថាមនុស្សស្រីដូចគ្នាតែខ្ញុំនៅស្មានគាត់គេហៅថាមនុស្សបែកសតិបងទទួលស្គាល់ថាគាត់ក៏ញ៉ាំស្រាខ្ញុំក៏ញ៉ាំប៉ុន្តែខ្ញុំនៅដឹងពេលវេលាដល់តែគាត់ចោទបងឯងថាបងឯងនឹងទៅច្បាច់ដោះគាត់ទៅបៀតបៀនប៉ុនប៉ុមលោកគាត់អាហ្នឹងមិនយ៉ាងម៉េចវិញបងបើគាត់និយាយត្រង់ហ្នឹងខ្ញុំចង់និយាយថាខ្ញុំលើកម្រាមដៃ10ទៅបងខ្ញុំស្បត់នៅមុខព្រះអង្គខ្ញុំអាក៏អមន់5ហ៊ានអាវចោលហើយស្បត់ងាប់ចោលកូនមិនបានទៅស្បត់បើខ្ញុំហ៊ានអាក៏គេសម្លាប់វិញបងអត់ទេខ្ញុំស្បត់ដោយសារអីខ្ញុំបរិសុទ្ធបងខ្ញុំបរិសុទ្ធពីព្រោះមនុស្សខ្ញុំមិនដែរទៅធ្វើអំពើខុសទេគាត់ទទួលទេណាបងបើសម្លាប់ជីវិតគេអញ្ចឹងខ្ញុំចង់និយាយថាខ្ញុំស្បត់មុខព្រះអង្គប៉ុន្តែព្រះអង្គអត់ទទួលទេនៅតែយើងអាក៏ដែរមនុស្សបែបហ្នឹងសត្វបែបហ្នឹងតែយើងមកអាលក្រៅវត្តដោយសារអីយើងបញ្ជាក់នូវភាពស្មោះត្រង់គ្នាតែ2នាក់ហ្នឹងមិនបានចាំបាច់ទៅសម្លាប់ជីវិតមន់បងអត់ទេដោយសារតែបងសួរខ្ញុំអញ្ចឹងខ្ញុំចង់បញ្ជាក់ភាពស្អាតស្អំរបស់ខ្ញុំចុះគាត់ថាបងឯងនឹងហៃសូអួតខ្លួនឯងជាកូនលោកនេះកូនលោកធំនេះកូនលោកអុកញ៉ានេះមានលុយសល់ចាយរាប់មិនអស់ហើយជាពិសេសដើរសិតតែមានតារាហែហោមអមដំណើរអីហ្នឹងឥឡូវមិនបានមកបៀតបៀនលើរាងកាយគាត់ធ្វើឲ្យឈាមពេញក្បាលឥឡូវអញ្ចឹងបងឥឡូវសួរមកវិញថាចេះ
បើសិនជាខ្ញុំជាកូនអ្នកមានខ្ញុំជាមានតារាខ្ញុំជាមានចេះមួយចេះពីរសួរថាខ្ញុំដែរទៅហាងហ្នឹងខ្ញុំដែរទៅហ្នឹងខ្ញុំដែរទៅលៀងចានឲ្យគេខ្ញុំដែរទៅរត់តុកឲ្យគេហើយទាំងដែលខ្ញុំមានឪពុកកកាហើយខ្ញុំទៅមើលថែអញ្ចឹងដែរអត់ឡើយខ្ញុំសួរចឹង តែខ្ញុំសួរបងឯងត្រង់មើលបើមានបានច្បាច់ដោះគាត់មានបានបងធ្វើសកម្មភាពរំលោភទៅលើគាត់ក្នុងវិស័យគ្នាបង អត់ទេលេប1រួចទេបងអើយអត់ទេស្បត់លើកម្រាមដៃ10 ហើយលេបគេអត់រួចមិនបានមកដល់កតុកគេ ដូចខ្ញុំនិយាយពីដើមចឹងថាមកដល់បាយប៊ីយ៉ាតកមកដល់ទៅមុខគេហើយម៉ូតូខ្ញុំទទួលស្គាល់ថាម៉ូតូខ្ញុំជិះបងខ្ញុំមិននៅនឹងតែខ្ញុំសុំគាត់ថាបងខ្ញុំចូលបន្ទប់ទឹកបានអត់បើម្ចាស់ផ្ទះអនុញ្ញាតខ្ញុំចូលដល់ទេគឺខ្ញុំថយទៅវិញហ្នឹងឯងចង់ចូលបន្ទប់ទឹកចូលប្រាសាំងទៅលើក្រោយជាវាបាយក្បាលដូចមួយពេលហ្នឹង ឥឡូវមានអីវាបានបាយក្បាលហើយជន់យើងយកជន់យើងនេះសាកសីអ្នកចិត្តខាងនឹងទាំងអស់ចាទាំងដែលខ្ញុំស្ពែផងអីផងណាតោះតែថ្ងៃតោះតែពេលមកសទុះខ្ញុំសួរគាត់ទៀតខ្ញុំថាឥឡូវបងឯងចង់មិនខ្ញុំហ្នឹងក៏ទាញគាត់អញ្ចឹងខ្ញុំទាញគាត់អញ្ចឹងបងខ្ញុំទាញគាត់អញ្ចឹងខ្ញុំសួរថាបងឯងប្រម៉េចមកវាយខ្ញុំអីខ្ញុំហ្នឹងឥឡូវបងឯងចង់មិនតែពេលទៅនោះបងឯងមើលនោះមានកបត់មាននោះកបត់មានសោមានទាំងហែនោះកបត់នៅលើពុក ហើយកបត់ហ្នឹងណាគេដាក់កា គាត់ហ្នឹងឯងគាត់រកកាន់កាប់ជើងហើយសោហ្នឹងវាយខ្ញុំបែកហើយទាំងហែហ្នឹងហើយនេះកំប៉ុងវិយា3 4កំប៉ុងហ្នឹងវាយខ្ញុំបែកទាំងឯង ក្បាលបងហ្នឹងបែកនឹងហ្គេនស្បឺត ហ្គេនស្បឺតហើយនឹងនោះសោមេសោហើយនឹងត្បាល់នោះហើយ មានន័យថាបែកដោយសារកំប៉ុងសាបៀហ្គេនស្បឺតហ្នឹង បែកដោយសារសោបងសោខ្លាំងសោនេះពីខាងក្រោយនេះ បាទអញ្ចឹងមានន័យថា គេធ្វើបាបឯង អ្នកណាគេធ្វើបាបមើលអូនមើលបងសុំសួរឯងម្ដងមើលបងសុំសួរមកពីម៉ាត់មើលបងមក ហើយឥឡូវបើសិនជាមានសុទ្ធទៅយើងកុំឲ្យខ្លាំងទៅអាពេលវាយខ្ញុំ បន្តិចអូនបងសុំធ្វើម៉េច ខ្ញុំថាថ្ងៃចូលមកងាប់បងថ្ងៃច្បាច់ដោះអញហ្នឹងថ្ងៃណាថាតែមិនម្ដងហើយហើយក្នុងកាបូបវាណាពណ៌ប្រផុស មើលអូនឥឡូវណៃស្ដាប់បងសួរមួយគាត់ចូលមកដល់ក្នុងកន្ទប់របស់ប្អូនហ្នឹងតើគាត់ធ្វើសកម្មភាពច្បាច់ដោះប្អូនប៉ុនធ្វើយ៉ាងម៉េចខ្លះបានដល់ថ្នាក់គាត់បែកក្បាលហ្នឹងបង ហ្គេនស្បឺតមើលប៊ីយ៉ាទេ អូអញ្ចឹងក្បាលគាត់បែកដោយសារកំប៉ុងស្រាបៀហ្គេនស្បឺតមិនហ្នឹង ចាខ្ញុំអស់ចាញ់ទៅវាយជាមួយ តែតាំងតោនឯងបញ្ជាក់មើលឯងគម្រាមគាត់យ៉ាងម៉េចនៅពេលដែលគាត់បៀតបៀនទៅលើរាងកាយបងឯងហ្នឹង ខ្ញុំរកបលិសអត់បានហៅបលិសអត់បានអ្នកពីអ្នកបដិពលអ្នកជួយខ្ញុំស្រែកហៅអូយណាគេក៏ដោយអត់បានជួយខ្ញុំជួយក៏បានខ្ញុំហៅខ្ញុំស្រែកហៅមកបានពីអ្នកបដិពលហ្នឹងមកជួយខ្ញុំ អញ្ចឹងមានន័យថាតាំងតោនឯងជាអ្នកកាន់គម្រាមគាត់ អង្គុយកាន់ចឹង បងឯងធ្វើម៉េច ណាថ្ងៃចូលមកថ្ងៃចូលបានកាប់ថ្ងៃមកក្នុងកន្ទប់អញអត់ខុសទេ មូលហេតុអីដែលបងអូនបានរកកាប់គាត់ ច្បាច់ដោះខ្ញុំក្នុងកន្ទប់ទឹកអត់ក៏ហាក់ទេបងកៅចាក់ហែកខ្ញុំទៅពេលហើយចឹងទៅពេញ យកអាហ្នឹងហែកបងហែកមកមុខតិចមើល ខ្ញុំចាញ់មកខ្ញុំមានអាវមកធ្នប់ទៀតនេះអាវខ្មៅនេះ អញ្ចឹងហែនោះណៃយកទៅធ្វើអីអូនហែហ្នឹង រ៉ែហ្នឹងទៅកាន់ទាំងអស់ភ័យអាណា មើល ស្រែ ឯងជួយបញ្ជាក់បន្តិចមើលហែនេះណៃយកទៅធ្វើម៉េចដើម្បីការពារខ្លួនទៅពេលដែលគាត់បៀតបៀន អានេះកាន់ដបងអត់ដឹងថាធ្វើមិនទេក៏បោះចោលនៅលើហ្នឹងសិនទៅហើយដល់ពេលហើយរ៉ែរកអត់ឃើញទៀតឃើញតាំងតោកាន់តាំងសោបដោយទៅមិនដឹងធ្វើអីទេងាប់ទៅជីវិតមួយដូចគ្នាថាកើតមកខ្លួនតែមួយអត់មានក្អាកដូចគ្នាកើតមកស្រាបដូចគ្នាងាប់ទៅងាប់ស្រាបដូចគ្នាដែរអញមិនអត់ខ្វល់ទេថាកើតមកខ្លួនតែមួយអត់មានក្អាកដូចគ្នាកើតមកស្រាបដូចគ្នាងាប់ទៅងាប់ស្រាបដូចគ្នាដែរអញមិនអត់ខ្វល់ទេតែថ្ងៃច្បាច់ដោះអញទៅប៉ុណ្្នឹងថ្ងៃងាប់ទៅទាំងអស់គ្នាទៅអញខ្វល់ទេ អញ្ចឹងគាត់ច្បាច់ដោះហ្នឹងគាត់ប៉ុនប៉ងធ្វើអីអូនបើគាត់ស្រីដូចគ្នា បងលក្ខណៈថាចេះពេលគាត់នៅកន្លែងហ្នឹងណាគាត់ហៃសូខ្លាំងណា ឥឡូវបងសួរស្រីខាងបងស្រីនេះមួយទេបងស្រីបងសុំសួរណៃមួយម៉ាត់ ប្តីហ្នឹងក៏ជួយណា បងសុំសួរអូនមួយម៉ាត់ពីរម៉ាត់មើលបងអូនឃើញហេតុការណ៍ហ្នឹងយ៉ាងម៉េចដែរបង មុនបងខ្ញុំតាមមកទុកបងខ្ញុំនៅខាងលើតែខ្ញុំលើកបងស្រីគាត់ស្រែកឲ្យជួយថាជួយផងហៅប៉ូលីសហៅអីចឹងបងហើយគាត់ថាលើស្រែកថាឲ្យតាមម្នាក់ស្រីដាក់ឆ្នាំអីចឹង អូស្រែកដាក់ឆ្នាំទៀត ចាហើយលើថាដាក់ឆ្នាំដាក់អីចឹងហើយខ្ញុំក៏លើបាត់មាត់ឆឹងមកស្ទុះខ្ញុំក៏ចុះមកថាតិចស្លប់ចុះមកគាត់តាំងពីសងហាងហ្នឹងគាត់ហើយទៅពេលនេះបងស្រីប្រហែលគាត់ដឹងថាមកជិះថាជារហត់អីចឹងហ៎បងក៏ខ្ញុំប្រាប់បងឯងអង្គុយនៅមកកន្លែងទៅនៅឈ្ងៀមទៅគាត់ហ៊ានវាយទេស្អីពួកខ្ញុំខាត់ហើយប៉ុន្តែគាត់រចេញរហូតខ្ញុំក៏បងគាត់ឡារវាយទៀតទៅបងស្រីខាងនេះគាត់ហក់ទៅវាយបងស្រីខាងនេះវិញគាត់ហក់ទៅវាយអីចឹងណាបងខ្ញុំគាត់ថាដឹងទៅត្រូវជួយមកទៀតទេព្រោះចាប់តាំងពីសងខាងហ្មង ឥឡូវណាគេបៀតបៀនណាគេបងឯងដឹងរឿងហ្នឹង បើគាត់និយាយអត់ត្រូវទាំងពីរបង អត់ត្រូវទាំងពីរណាអូនណារយយ៉ានេះក្បាលផលបាច់ ឥឡូវខ្ញុំទៅគេឲ្យខ្ញុំទៅពេទ្យដែរឬមកឲ្យខ្ញុំនៅបែបហ្នឹងគឺដែរណាបងពីក្រោយបែប2 3ថ្ងៃមិនដឹងយ៉ាងម៉េចជួយមើលទៀតមើលវាមិនឃើញ អាហ្នឹងផលមកបន្ទប់គេ រៀងឲ្យបងអើយម៉ែខ្ញុំដែរចាយគេឲ្យខ្ញុំមកជួបមនុស្សម៉ែខ្ញុំ លទ្ធផលមិនបងលទ្ធផលមិន ផលច្បាច់ដោះគេហ្នឹងហើយបង ហើយឥឡូវបងឯងមើលខ្ញុំថាខ្ញុំហ្នឹងលក្ខណៈថាខ្ញុំ ឥឡូវគាត់ថាក្បាលបាយហ្នឹងបែកដោយសារតែលទ្ធផលច្បាច់ដោះគេ ច្បាច់ដោះខ្ញុំ ឥឡូវខ្ញុំសួរវិញថាចេះខ្ញុំហ្នឹងជាមនុស្សស្រីស្រឡាញ់ស្រីមែនតែទាំងប្រុសតែខ្ញុំលេបមិនរួចផងនេះហើយគេក៏លេបខ្ញុំអត់រួចដូចគ្នាព្រោះខ្ញុំអត់មានអីឲ្យគេបងវាអត់ ចុះប៉ុន្តែបាននាទីលេបរួចអត់ អត់ទេខ្លាចបាបទៅបង អូខ្លាចបាបទៀតចឹងវាប៉ុណ្្នឹងណាឥឡូវទៅប៉ោះប៉ូលីសដើម្បីឲ្យសមត្ថកិច្ចគាត់ធ្វើការមកបងជូនទៅប៉ោះប៉ូលីសទាំងអស់គ្នា បងមានអីទៅបាទតែឥឡូវម៉ែឲ្យខ្ញុំទៅពេទ្យដែរក្រោយបែក ទៅប៉ោះប៉ូលីសសិនអីដើម្បីឲ្យគេ វាកកអស់បងវាបែកក្រោយខ្ញុំឲ្យបងនៅបន្ទប់បើក7មើលឲ្យគាត់ថាបងអើយបែកខ្លាំងហ៎បង មើលតិចមើលយ៉ាងអត់អីទេ
បែកមែនដែរ បាយគាត់ថាបាយបើឈាមបញ្ញាបង បែក សោដាក់យកឲ្យស្បើងហ៎ សោឬក៏ហ្គេនស្បឺត ហ្គេនស្បឺត បង ឥឡូវជឿមួយណាឥឡូវនេះបងឯងថាបានបងឯងបែកដោយសារមេ ឥឡូវបងឯងគាត់ថាកំប៉ុងស្រាយើងគប់យ៉ាងច្រើនបានតែបាយឯងយ៉ា កំប៉ុងស្រាមានស្រាបៀអញ្ចឹងអាចបែកមែនអូន និយាយរួមវាមានអានឹងទី1ទី2មានមេសាហើយមានត្បាល់ហើយកបាត់ចុងក្រោយនឹងឯងតែកបាត់អត់បានប៉ះខ្ញុំទេតែមកគម្រាមខ្ញុំអោបជើងអូនខ្ញុំខ្លាចខ្ញុំថាដល់ថាអូនអើយកំទៅនេះខ្ញុំអោបគ្នាទេ ឥឡូវ គេ ឥឡូវ បាច់ដៃ ទៅប៉ូលីសសិនទៅ ឥឡូវទៅប៉ោះទៅណាបាទទៅប៉ោះបាទ